ជំរាបសួរជួបមួយខ្ញុំម្ដងទៀតហើយខ្ញុំ Patrick ហើយថ្ងៃនេះខ្ញុំលើកយកពាក់ព័ន្ធទៅនឹងការ manage ទៅលើ user នៅក្នុង Linux ជាដំបូងខ្ញុំមាន topic ដែលមាន9ចំណុចដែលពាក់ព័ន្ធទៅលើការ manage ទៅលើ user management ទី1គឺយើង who am I ទៅលើ user របស់យើងគឺ who am I នៅពេលដែលយើងវាយ who am I ទៅយើងឈរនៅលើ directory Patrick តមកទៀតចំណុចទី2គឺ pwd ចំពោះ pwd គឺខ្ញុំឈរទៅលើ home directory នៃ Patrick ចំពោះចំណុចទី3គឺការពាក់ព័ន្ធទៅនឹងការ create នៃ user នៅ include home ហើយ base script អញ្ចឹងខ្ញុំអូសទៅលើនេះគឺជាការបង្កើត user ហើយយើងវាយទៅលើ sudo user add .m.s/bin/base ហើយឈ្មោះ user របស់យើងខ្ញុំដាក់ថា 3 su35 អញ្ចឹង user របស់យើងបានបង្កើតជោគជ័យហើយតមកទៀតយើងធ្វើការទៅលើ switch ទៅកាន់ user ដែលយើងបង្កើតថ្មីមិញហ្នឹងយើងប្រើប្រាស់ទៅលើ command su ហើយឈ្មោះដើម្បីធ្វើការ switch បានយើងត្រូវតែ add password ទៅឲ្យ user ហ្នឹងអញ្ចឹងយើងវាយថា sudo password PASSWD គឺ password ហើយយើងវាយឈ្មោះ user ដែលយើងចង់ដាក់ password ហ្នឹងទៅដើម្បីធ្វើការ access ចូល new password repeat ម្ដងទៀតអញ្ចឹងយើងធ្វើការ update user យើងបានជោគជ័យហើយបន្ទាប់មកទៀតគឺយើងឆែកទៅលើwho am I ទៅលើ user ថ្មីហើយនឹង pwd នៅលើ user ថ្មីហ្នឹងអញ្ចឹងខ្ញុំធ្វើការបង្ហាញ who am I អញ្ចឹងអធិស្ឋានអញ្ចឹងខ្ញុំអត់តបាន switch ទេខ្ញុំធ្វើការ switch ដោយប្រើប្រាស់ command ទៅលើ su 3 su35 password មកនេះយើងចូលទៅកាន់ user របស់យើងcd ដើម្បីទៅកាន់ directory របស់យើងនេះយើងធ្វើការយើងចូលទៅកាន់ root របស់យើងហើយអញ្ចឹងយើងវាយ who am I អញ្ចឹងយើងឈរនៅលើ 3 su35 ហើយ pwd ខ្ញុំឈរទៅលើ directory home/3 su35 អញ្ចឹងចំពោះចំណុចមួយទៀតគឺយើងនិយាយពាក់ព័ន្ធទៅនឹងការបង្កើត folder ហើយនឹងធ្វើការបង្ហាញ list របស់ folder នោះគឺ command ដែលបង្កើត folder គឺ mkdir ខ្ញុំបង្កើតទៅលើ user group su35 ហើយខ្ញុំធ្វើការ list មើលអញ្ចឹងយើងឃើញថានៅក្នុង user យើងបង្កើតបាននៅ folder មួយគឺ su35 មួយទៀតគឺយើងទៅកាន់ user ដើមវិញដើម្បីទៅកាន់ user ដើមវិញយើងធ្វើការ exit ទៅដើម្បីទៅកាន់ user ដើមឬក៏ yes តមកទៀតយើងឃើញថាយើងមកកាន់ user ដើមរបស់យើងហើយចំពោះចំណុចចុងក្រោយគឺពាក់ព័ន្ធទៅនឹងការបង្ហាញនៅ user list ដែលយើងបានបង្កើតហ្នឹងនៅពេលដែលយើងបង្កើត user ប្រហែលយើងអាចធ្វើការចែកបានគឺ ycat/etc/p password ហើយឈ្មោះរបស់យើងហ្នឹងគឺមិនបាច់បាយឈ្មោះទេយើងវាយប៉ុណ្ណឹងមកនោះវានឹងបង្ហាញនៅតន្ន័យទាំងអស់ដែលយើងបានបង្កើតនៅ user នេះដូចនេះខ្ញុំបង្កើតមកអញ្ចឹង 3su35 yes ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនានិងការស្ដាប់អរគុណ